សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិត្រូវបានស្ថាប័ននីតិបញ្ញត្តិពូលគឺរដ្ឋសភានិងប្រសិទ្ធិអនុម័តជាឯកច្ឆន្ទរួចរាល់ហើយរងចាំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញលើសេចក្តីព្រាងច្បាប់នេះមុនថ្វាយព្រះមហាក្សត្រចេញបរិយាក្រមប្រកាសឲ្យប្រើនៅពេលខាងមុខតាមរយៈច្បាប់សញ្ជាតិដែលធ្វើវិសោធនកម្មពេលនេះក៏មានការចោទជាសំណួរថាតើជនដែលត្រូវបានដកសញ្ជាតិខ្មែរហើយនោះអាចស្នើសុំសញ្ជាតិខ្មែរមកវិញបានដែរឬទេស្រ័យនឹងចម្ងល់ដែលលើកឡើងខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាបញ្ជាក់ថាជំនួសអាចមានឱកាសទាមទារសញ្ជាតិខ្មែរមកវិញបានតែជាសញ្ជាតិតូបនីយកម្មថ្លែងការពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនៅក្នុងសម័យប្រជុំពេញអង្គប្រសិទ្ធិកាលពីដើមសប្តាហ៍នេះលោកអបនាយករដ្ឋមន្ត្រីសសុខាបានឆ្លើយបំភ្លឺដូចនេះថាបន្ទាប់ពីបានដកហើយបុគ្គលនោះអាចនឹងមានឱកាសស្នើសុំទាមទារសញ្ជាតិខ្មែរមកវិញបានតាមសញ្ជាតិតូបនីយកម្មប៉ុន្តែត្រូវបំពេញលក្ខខណ្ឌចាំបាច់នានាស្របតាមច្បាប់កំណត់សញ្ជាតិតូបនីយកម្មគឺជាបែបបទមួយក្នុងចំណោមបែបបទចំនួន4ដែលអាចទទួលបានសញ្ជាតិ